របៀបឆុងតែម្ជូរព្រឹកឥឡូវនេះកំពុងតែច្បាច់ក្រូចអត់តន់ហើយបងបងប៉ុន្តែឆ្លៀតមកថតតែម្ជូរព្រឹកឲ្យបងបងមើលបន្តិចសិនដោយសារភ្ញៀវគាត់កំងតែម្ជូរព្រឹកហ្នឹងណាអូខេអញ្ចឹងសម្រាប់តែម្ជូរព្រឹក25ក្រាមប្រើទឹក1លីត្រអញ្ចឹងតែម្ជូរព្រឹករបស់ខ្ញុំបានថ្លឹងហើយឥឡូវខ្ញុំធ្វើការលាងវាសិនទៅពេលបងបងយកទៅការម្ជូរព្រឹកដាច់ខាតត្រូវតែលាងសិនណាព្រោះយើងអត់ដឹងថាពេលដែលគេហាលហ្នឹងវាមានដីមានធូលីអីតុងខ្លះហើយអញ្ចឹងត្រូវតែលាងសិនអូខេលាងវាមកកាជ្រោកអូខេនោះបានដាក់អំបិលចូលបន្តិចផងឥឡូវទឹកខ្ញុំពុះហើយខ្ញុំដាក់វាចូលអញ្ចឹងសម្រាប់តែម្ជូរព្រឹកងាយស្រួលធ្វើឲ្យបងបងដាក់តែទឹកក្តៅចូលហើយតាមវាប្រហែល1នាទី2នាទីវាចេញជាតិអស់បងបងស្រង់កាកមកប្រើបានតែម្ដងពេលបងបងឥឡូវនេះតែម្ជូរព្រឹករបស់ខ្ញុំបានហ្នឹងណាអញ្ចឹងបច្ចៈភាសាទៀតតែម្ជូរព្រឹក25ក្រាមយកទឹក1លីត្រចាតែម្ជូរព្រឹក25ក្រាមឆុងទឹក1លីត្រអូខេឥឡូវនេះខ្ញុំមកបង្ហាញពីការឆុងតែម្ជូរព្រឹកកែវលេខ22ទឹកស្ករខ្ញុំប្រើចំនួន50មីលីលីត្រតែម្ជូរព្រឹក100បងអញ្ចឹងសម្រាប់កែវតូចយើងប្រើតែម្ជូរព្រឹក150ទឹកស្ករ50តែសម្រាប់កែវធំយើងប្រើតែម្ជូរព្រឹក200ហើយទឹកស្ករ60អូខេបងមិញចាក់ជ្រុលឥឡូវវាទៅជាកែវធំវិញណាអញ្ចឹងយើងចាក់ចូលកែវមកនេះឃើញពណ៌គេឡើងស្អាតហ្មងបងអូវាមកដោយសារតែទឹកតែរបស់យើងវាក្តៅអញ្ចឹងយើងចាក់ចូលទឹកកកកុំមកឲ្យត្រជាក់ស្មើ